ខ្ញុំឈ្មោះសាន់ថ្ងៃនេះខ្ញុំមានបទពិសោធន៍ថ្មីនឹងចម្លែកមួយដើម្បីនិយាយប្រាប់អ្នកទាំងអស់គ្នារឿងមួយនេះបានកើតឡើងកាលពីឆ្នាំមុននៅពេលដែលខ្ញុំបានទៅមើលថែម្ដាយខ្ញុំនៅឯមន្ទីរពេទ្យមួយនៅក្នុងទីរួមខេត្តដើមហេតុនៃសាច់រឿងនោះគឺថាមានថ្ងៃមួយម៉ាក់ខ្ញុំចាប់ផ្ដើមក្តៅខ្លួនយ៉ាងចម្លែកគាត់សុកក៏ក្តៅមិនដឹងមូលហេតុកាលហ្នឹងខ្ញុំក៏បានទៅពេទ្យទិញថ្នាំប៉ារ៉ាឲ្យគាត់លេបដែរប៉ុន្តែលេបបានប្រហែលម៉ោងក្រោយមកអស់ជាថ្នាំម៉ាក់ក៏ក្តៅខ្លួនវិញរយៈពេលមួយថ្ងៃដំបូងខ្ញុំមិនទាន់យកម៉ាក់ទៅពេទ្យទេគឺខ្ញុំគ្រាន់តែឲ្យគាត់សម្រាកនៅផ្ទះសិនព្រោះគិតថាប្រហែលជាគាត់គ្រុនក្តៅធម្មតាណាប៉ុន្តែលុះដល់ស្អែកឡើងខ្ញុំក៏បានសួរគាត់ថាម៉ាក់ឯងមិនអីរៀងគ្រាន់ធូរនៅមិនម៉ាទៅពេទ្យដឹងម៉ាក់តែម៉ាក់ខ្ញុំគាត់ក៏បាននិយាយថាមិនទេកូនពេទ្យអីទេម៉ាក់គ្រាន់តែគ្រុនក្តៅតិចតួចហ្នឹងលេបថ្នាំសម្រាកទៅវិជាហើយកុំទៅពេទ្យនាំតែអស់លុយច្រើនគិតទៅមនុស្សចាស់គឺបែបហ្នឹងរឿងទៅពេទ្យតែអីអស់ហ្នឹងគឺមិនងាយនាំគាត់ទៅតែម្ដងលុះត្រាតែធ្ងន់ខ្លាំងបានគាត់ព្រមទៅអញ្ចឹងនៅក្នុងថ្ងៃទី2ហ្នឹងខ្ញុំក៏មិនទាន់បាននាំគាត់ទៅពេទ្យទេរហូតដល់ថ្ងៃទី3ពីព្រឹកម៉ាក់គ្រាន់តែក្តៅខ្លួនដដែលតែរហូតដល់ម៉ោង5ល្ងាចស្រាប់តែគាត់ក៏ក្តៅខ្លាំងទៅឡើងដេកធ្ងោណាដល់ឃើញស្ថានភាពគាត់ហាក់ដូចជាមិនស្រួលបែបហ្នឹងខ្ញុំក៏សម្រេចចិត្តនាំគាត់ទៅពេទ្យមួយនៅក្នុងភូមិទោះបីជាគាត់មិនព្រមក៏ត្រូវតែយកទៅដែរកាលហ្នឹងខ្ញុំបាននាំគាត់ទៅពេទ្យតូចមួយនៅក្នុងភូមិដែលនៅទីនោះគេបើកជាកន្លែងសម្រាប់ព្យាបាលកម្រិតស្រាលតែគេក៏មានជាឧបករណ៍ពិនិត្យឈាមដែរអញ្ចឹងពេលដែលទៅដល់ពេទ្យក៏បានសួរនាំពីអាការៈជំងឺរបស់គាត់ដល់ស្ដាប់ពីស្ថានភាពរួចហើយពេទ្យក៏បាននិយាយថាបងសង្ស័យតែម៉ាក់អនឯងគ្រុនឈាមហើយមិនម៉ាបងសុំជួសឈាមគាត់មើលសិនណាឮបែបហ្នឹងហើយខ្ញុំក៏សួរលោកគ្រូពេទ្យបញ្ជាក់ថាបងក្រែងគ្រុនឈាមកើតលើតែក្មេងតែហើយគាត់ចាស់ហើយហ្នឹងកើតគ្រុនឈាមបានដែរឮបែបហ្នឹងពេទ្យក៏តបថានិយាយកើតមិនបានមិនអូនកូនក្មេងក៏កើតបានចាស់ក៏កើតបានដែរសំខាន់ណាមនុស្សចាស់បើកើតហើយគឺថាធ្ងន់ជាងកូនក្មេងទៀតក៏ថាបានឮបែបហ្នឹងហើយខ្ញុំក៏បើកភ្នែកធំទាំងភ័យដោយគិតក្នុងចិត្តថាចុះបើម៉ាក់កើតគ្រុនឈាមមែនមិនពិបាកអញ្ចឹងព្រោះថាម៉ាក់គាត់ក៏មានជំងឺប្រចាំកាយដែរអញ្ចឹងក្រោយពីនិយាយជាមួយគ្រូពេទ្យបែបហ្នឹងហើយខ្ញុំក៏បានគ្រាម៉ាក់ចូលទៅក្នុងបន្ទាប់មកលោកគ្រូពេទ្យក៏បានរៀបចំធ្វើការជួសឈាមក្រោយពីជួសឈាមហើយពេទ្យឲ្យម៉ាក់សម្រាកនៅនឹងសិនហើយដើម្បីរងចាំលទ្ធផលចាំប្រហែលជា1ម៉ោងក្រោយមកពេទ្យក៏បានហៅម៉ាក់ទៅជួបហើយខ្ញុំក៏បានដើរទៅជាមួយគាត់ដែរដល់ពេលនោះលោកគ្រូពេទ្យក៏បាននិយាយថាអូនអើយមីងគាត់កើតគ្រុនឈាមហើយឮបែបហ្នឹងហើយខ្ញុំភ័យខ្លាំងមែនទែនរួចខ្ញុំក៏សួរគាត់ថាអញ្ចឹងត្រូវធ្វើម៉េចទៅលោកគ្រូពេទ្យក៏ថាបើអាចយកគាត់ទៅពេទ្យនៅខេត្តហ្មងទៅព្រោះនៅនោះគេមានឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលស្ដាប់អ្វីដែលលោកគ្រូពេទ្យបានប្រាប់ហើយខ្ញុំក៏បាននាំម៉ាក់ត្រឡប់មកផ្ទះវិញសិនហើយខ្ញុំក៏បានខលទៅបងប្រុសរបស់ខ្ញុំដែលគាត់នៅភូមិមួយទៀតជាមួយប្រពន្ធគាត់ដើម្បីពឹងឲ្យគាត់ជូនម៉ាក់ទៅពេទ្យនៅខេត្តព្រោះតែបងខ្ញុំគាត់មានឡានពេលនោះពួកយើងបានចេញដំណើរទៅខេត្តទាំងយប់ដែលចេញដំណើរទៅនៅម៉ោង7ធ្វើដំណើរបានប្រហែលជា2ម៉ោងក្រោយមកទីបំផុតពួកយើងក៏បានទៅដល់មន្ទីរពេទ្យមួយកន្លែងនៅក្នុងទីរួមខេត្តពេទ្យនោះគឺជាពេទ្យឯកជនតែគេមានអគារធំគួរសមកម្ពស់4ជាន់ហើយនៅទីធ្លាខាងមុខគេមានជាសួនច្បារនិងដើមឈើធំ 4-5 ដើមនៅរាប់តាមផ្លូវចូលអញ្ចឹងពេលដែលទៅដល់ភ្លាមខ្ញុំក៏បញ្ញាប់នាំម៉ាក់ចុះពីលើឡានរួចក៏គ្រាគាត់ចូលទៅក្នុងឃើញខ្ញុំគ្រាគាត់ចូលបែបហ្នឹងក៏មានគ្រូពេទ្យម្នាក់បានយករទេះរុញមួយមកឲ្យម៉ាក់អង្គុយបន្ទាប់មកគាត់ក៏បានសួរពីអាការៈរបស់ម៉ាក់ហើយខ្ញុំក៏បានប្រាប់គ្រូពេទ្យតាមអាការៈគាត់ទៅបន្ទាប់ពីនិយាយហើយខ្ញុំក៏បានដកលិខិតពេទ្យដែលម៉ាក់បានជួសឈាមមុនហ្នឹងឲ្យគ្រូពេទ្យពិនិត្យមើលពេលដែលគាត់ពិនិត្យរួចរាល់ហើយគាត់ក៏បានប្រាប់ឲ្យពួកយើងចាំប្រហែលជា10នាទីក្រោយពីសាកសួរព័ត៌មានអ្នកជំងឺនិងធ្វើឯកសាររួចរាល់អ្នកគ្រូពេទ្យនោះក៏បានបញ្ជូនម៉ាក់ទៅបន្ទប់មួយដែលនៅទីនោះមានអ្នកជំងឺម្នាក់ស្នាក់នៅក្នុងនឹងហើយ
គ្រាន់តែបន្ទប់នោះវារាងធំហើយគេខានវាំងណូនរវាងអ្នកជំងឺទាំងពីរតែបន្ទប់នឹងមានទ្វាររួមតែមួយទេចូលទៅដល់ក្នុងដាក់ម៉ាក់ឲ្យគេនៅលើគ្រែហើយអ្នកគ្រូពេទ្យម្នាក់នោះក៏បានយកសេរ៉ូមកដាក់ឲ្យម៉ាក់រួចគាត់ក៏បានដើរចេញទៅនៅអង្គុយចាំបានបន្តិចក្រោយមកក៏មានអ្នកគ្រូពេទ្យម្នាក់ទៀតបានចូលមករួចគាត់ក៏បានធ្វើការបូមឈាមម៉ាក់របស់ខ្ញុំដើម្បីទៅពិនិត្យម្ដងទៀតរងចាំប្រហែលជា1ម៉ោងក៏មានគ្រូពេទ្យម្នាក់ទៀតបានបើកទ្វារចូលមករួចគាត់ក៏បានហៅខ្ញុំនិងបងប្រុសចេញទៅក្រៅដើម្បីនិយាយពីស្ថានភាពរបស់ម៉ាក់ពេលនោះអ្នកគ្រូពេទ្យនោះបានហៅពួកយើងទៅបន្ទប់មួយរួចគាត់ក៏បានទាញក្តារលទ្ធផលតេស្តឈាមមកបញ្យល់ប្រាប់ពួកយើងថាផ្លាកែតមីងធ្លាក់ចុះខ្លាំងណាស់វាជាចំណុចដែលគួរឲ្យបារម្ភឮអញ្ចឹងខ្ញុំក៏សួរអ្នកគ្រូពេទ្យនោះថាចុះស្ថានភាពរបស់គាត់អាចមានគ្រោះថ្នាក់អត់ណាគ្រូមានស្ថានភាពរបស់គាត់ពេលនេះគឺ50-50បើស្អែកផ្លាកែតគាត់ធ្លាក់ចុះមានន័យថាស្ថានភាពរបស់គាត់កាន់តែធ្ងន់ហើយតែបើផ្លាកែតឡើងវិញនោះយើងនឹងមានសង្ឃឹមឮអ្នកគ្រូពេទ្យនិយាយអញ្ចឹងខ្ញុំក៏គិតក្នុងចិត្តថាមានសង្ឃឹមហេតុអីបានអ្នកគ្រូពេទ្យត្រូវនិយាយពាក្យហ្នឹងឃើញខ្ញុំឈរនៅថ្មឹងបែបហ្នឹងអ្នកគ្រូពេទ្យនោះក៏សួរខ្ញុំថាបងយល់ពីន័យដែលខ្ញុំនិយាយហើយមែនអត់ពេលហ្នឹងខ្ញុំក៏និយាយទៅកាន់គ្រូពេទ្យវិញថាបាទខ្ញុំយល់ហើយជីវិតម៉ាក់ខ្ញុំសូមផ្ញើលើអ្នកគ្រូពេទ្យទេណាសូមអ្នកគ្រូជួយគាត់ផងឮខ្ញុំនិយាយអញ្ចឹងអ្នកគ្រូពេទ្យក៏ងក់ក្បាលរួចគាត់ក៏និយាយថាខ្ញុំនឹងជួយឲ្យអស់ពីលទ្ធភាពក្រោយពេលនិយាយគ្នាហើយបងប្រុសខ្ញុំក៏ប្រាប់ខ្ញុំថាកុំនិយាយរឿងនឹងប្រាប់ម៉ាក់ឲ្យដឹងបើគាត់សួរប្រាប់គាត់ថាគាត់មកអីទៅបានហើយឬបងនិយាយអញ្ចឹងហើយខ្ញុំក៏ងក់ក្បាលយល់ព្រមបន្ទាប់មកពួកយើងក៏នាំគ្នាដើរទៅក្នុងបន្ទប់វិញពេលដែលចូលទៅវិញម៉ាក់ក៏ញញឹមដាក់ខ្ញុំមើលទៅសភាពគាត់ខាងក្រៅដូចជារឹងមាំណាស់គាត់នៅនិយាយបានដូចកាលពីគាត់មិនទាន់ឈឺអញ្ចឹងហើយពេលហ្នឹងគាត់ក៏បានសួរខ្ញុំមែនហើយខ្ញុំក៏ប្រាប់គាត់តាមអ្វីដែលបងប្រុសរបស់ខ្ញុំនិយាយទៅបន្ទាប់ពីនិយាយគ្នាហើយបងប្រុសខ្ញុំក៏បានចេញទៅក្រៅដើម្បីរកផ្ទះសំណាក់គេងព្រោះតែនៅក្នុងមន្ទីរពេទ្យនោះគេកំណត់អ្នកមើលថែតែម្នាក់ប៉ុណ្ណោះជៀសវាងរំខានដល់អ្នកជំងឺដទៃនិយាយពីអ្នកជំងឺដទៃហ្នឹងពេលដែលចូលមកដល់ក្នុងបន្ទប់នោះខ្ញុំភ្លេចចាប់អារម្មណ៍ថាមានអ្នកជំងឺម្នាក់ទៀតនៅក្នុងនោះដែរព្រោះតែរវល់បារម្ភពីម៉ាក់ពេកពេលហ្នឹងខ្ញុំក៏បានដើរអើតទៅមើលក្នុងគោលបំណងនិយាយសួរនាំគាត់អីចឹងណាតែដល់ពេលដើរទៅក៏ឃើញថាអ្នកជំងឺម្នាក់ហ្នឹងបានកេងលក់បាត់ទៅហើយខ្ញុំសូមបញ្ជាក់ថាអ្នកជំងឺម្នាក់នោះគឺជាមនុស្សប្រុសម្នាក់វ័យកណ្ដាលតាមមើលមុខគាត់ទៅអាយុខ្ទង់30ក្រាស់អញ្ចឹងដល់ឃើញគាត់កេងលក់បែបហ្នឹងខ្ញុំក៏បានត្រឡប់មកកន្លែងគេងវិញតែដល់មើលទៅទើបដឹងថាអញភ្លេចយកកាបូបកៅអៅឡើងមកគិតឃើញភ្លាមខ្ញុំក៏ប្រញាប់ខទៅបងប្រុសខ្ញុំនេះសំណាងហើយដល់ពេលនោះគាត់ទើបតែចេញឡានផុតពីរបបមន្ទីរពេទ្យបានបន្តិចអញ្ចឹងភ្លាមខ្ញុំក៏ប្រញាប់រត់ចុះទៅក្រោមដើម្បីយកអីវ៉ាន់យកបានហើយខ្ញុំក៏ប្រញាប់ឡើងមកវិញពេលដែលឡើងមកចូលមកដល់ក្នុងបន្ទប់ស្រាប់តែខ្ញុំបានឃើញបងប្រុសម្នាក់នោះក្រោកអង្គុយឃើញខ្ញុំដើរចូលបែបហ្នឹងគាត់ក៏ញញឹមដាក់ខ្ញុំទាំងទឹកមុខស្រីស្លាំងពេលហ្នឹងខ្ញុំក៏បានយកអីវ៉ាន់ទៅទុកនៅក្បែរក្រេម៉ាក់បន្ទាប់មកខ្ញុំក៏បានដើរទៅនិយាយលេងជាមួយគាត់សួរពីនេះពីនោះបន្តិចបន្តួចសួរហើយទើបដឹងថាបងប្រុសម្នាក់នោះគាត់មានឈ្មោះថារិនតែខ្ញុំមិនបានសួរគាត់ថាគាត់កើតជំងឺអីនោះទេនិយាយលេងជាមួយគាត់បានបន្តិចខ្ញុំក៏ត្រឡប់មករៀបចំកន្លែងដើម្បីគេងព្រោះតែនៅក្នុងយប់នោះមានគ្រែតែសម្រាប់ម៉ាក់ខ្ញុំតែប៉ុណ្ណោះអញ្ចឹងខ្ញុំត្រូវគេងនៅលើឥដ្ឋខាងក្រោមរៀបចំកន្លែងគេងឲ្យរួចរាល់ខ្ញុំក៏មានអារម្មណ៍ថាដូចជាគោពុះគ្រូព្រោះតាំងពីល្ងាចមកមិនទាន់បានហូបអីសោះសូម្បីតែទឹកមួយក្អឹកក៏មិនបានផឹកដែរដល់ឃ្លានបែបហ្នឹងខ្ញុំក៏បានសួរម៉ាក់ខ្ញុំថាម៉ាក់ចង់ញ៉ាំអីអត់ពេលនោះម៉ាក់ខ្ញុំក៏ប្រាប់ថាគាត់មិនឃ្លានអីទេតែអត់ទេបើគាត់ឈឺអញ្ចឹងហើយគាត់មិនព្រមហូបទៀតប្រកាសជាយ៉ាប់ហើយអញ្ចឹងខ្ញុំក៏បានគិតក្នុងចិត្តថានឹងទៅទិញបបរមកឲ្យគាត់និយាយគ្នាជាមួយម៉ាក់ហើយខ្ញុំក៏បានទិញកាបូបលុយពីក្នុងកាបូបកៅអៅមកដាក់ក្នុងអាប៉ៅដើរចេញទៅរៀបនឹងបើកទ្វារចេញទៅហើយខ្ញុំក៏បានងាកទៅមើលបង្រិនងាកទៅក៏ឃើញគាត់កំពុងតែអង្គុយផ្អែកខ្នងទៅនឹងគ្រែមើលទៅដូចជាគ្មានកម្លាំងក្នុងខ្លួនសោះឃើញបែបហ្នឹងខ្ញុំក៏សួរគាត់ថាបងខ្ញុំចុះទៅក្រោមទិញអីញ៉ាំបើចង់បានអីអត់ចាំខ្ញុំទិញឲ្យ
ឬខ្ញុំសួរបែបហ្នឹងបងរិទ្ធក៏បានតបមកខ្ញុំទាំងសំឡេងខ្សើៗថាទិញទឹកផ្លែឈើឲ្យបងមកកំប៉ុងផងចឹងឬគាត់ប្រាប់បែបហ្នឹងហើយខ្ញុំក៏ងក់ក្បាលយល់ព្រមរួចខ្ញុំក៏ដើរចេញទៅដល់ក្រោមដើរចេញផុតពីរបងពេទ្យនោះទៅនៅខាងក្រៅគេមានលក់របស់ញ៉ាំយប់ច្រើនគួរសមដែរមានទាំងបបរមីឆាលូតឆាកាទៀវបង្អែមនិងរបស់ញ៉ាំជាច្រើនទៀតនិយាយទៅឡើងសម្បូរបែបដូចផ្សាររាត្រីមួយទៅហើយដើរមើលគេមកជុំខ្ញុំក៏ឃើញតូបមកកន្លែងដូចជាទំនងអញ្ចឹងខ្ញុំក៏បានដើរចូលមើលចុះមើលឡើងខ្ញុំក៏ឃើញថាកាទៀវឆាទំនងជាងគេអញ្ចឹងខ្ញុំក៏បានកំងកាទៀវឆាមួយនិងបបរសមួយសម្រាប់ឲ្យម៉ាក់អំឡុងពេលដែលកំពុងរងចាំហ្នឹងស្រាប់តែចាយអ្នកលក់បានសួរខ្ញុំយ៉ាងចម្លែកថាហើយម្នាក់ស្រីនោះប្អូនស្រីខ្លួនឯងមែនមើលទៅដូចជាស្រីស្លាំងម្លេះគាត់ឈឺមែនឬគាត់សួរអញ្ចឹងហើយខ្ញុំក៏ងាកមើលក្រោយភ្លាមតែអត់ឃើញមានអីទេហើយខ្ញុំក៏និយាយទៅកាន់គាត់ទាំងស្លន់ថាយីមានណាចែខ្ញុំមកតែឯងតើឃើញខ្ញុំធ្វើមុខផ្អើលភ័យអញ្ចឹងចែម្នាក់ហ្នឹងក៏បាននិយាយថាចែនិយាយលេងហ្នឹងណាឬគាត់និយាយអញ្ចឹងខ្ញុំនឹងដកដង្ហើមធំរួចក៏និយាយថាចែលេងអីអញ្ចឹងខ្ញុំប្រហោងពោះអស់លេងក្រោយពីនិយាយលេងជាមួយគាត់បានតិចហើយចែម្នាក់នោះក៏បានហុចកាទៀវឆានិងបបរដែលច្រករួចមកឲ្យរួចគាត់ក៏និយាយថាអស់ 9,000 អូនពេលហ្នឹងខ្ញុំក៏បានហុចលុយឲ្យគាត់រួចខ្ញុំក៏ដើរទៅតូបចាប់ហួយមកកន្លែងទៀតនៅក្បែរហ្នឹងដើម្បីទិញទឹកផ្លែឈើពីកំប៉ុងផ្ញើបងរិនអញ្ចឹងពេលដែលទិញរបស់របរបានគ្រប់ហើយខ្ញុំក៏បានដើរចូលមកក្នុងមន្ទីរពេទ្យវិញចូលទៅដល់ក្នុងបន្ទប់ខ្ញុំបានមើលទៅបង្រិនគាត់ក៏បានគេងលក់បាត់ទៅហើយអញ្ចឹងខ្ញុំក៏បានយកទឹកផ្លែឈើទៅដាក់នៅលើតុដែលនៅក្បែរគ្រែរបស់គាត់ទៅបន្ទាប់មកខ្ញុំក៏បានរៀបបបរដាក់ឲ្យម៉ាក់ញ៉ាំរួចរាល់ហើយម៉ាក់ក៏សម្រាកទៅហើយដល់វគ្គខ្ញុំញ៉ាំម្ដងកាទៀវឆាគេនេះលក់តាមផ្លូវមែនតែរសជាតិមានអីអាចទទួលយកបានដល់ពេលញ៉ាំហើយខ្ញុំក៏បានរៀបចំដោះធ្មេញហើយក៏ចូលគេងព្រោះតែហត់មួយថ្ងៃដែរហើយយប់នោះខ្ញុំគេងនៅលើការ៉ូផ្ទាល់តែម្ដងប៉ុន្តែខ្ញុំគេងលក់ស្រួលណាស់រហូតដល់ព្រឹកឡើងម៉ោង 6ខ្ញុំក៏បានក្រោកឡើងរួចក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីលុបមុខងូតទឹកបន្តិចរួចរាល់ហើយខ្ញុំក៏បានចេញមកវិញគប់ជួនពេលដែលចេញមកហ្នឹងគឺដល់ពេលដែលពេទ្យមកពិនិត្យសម្ពាធឈាមម៉ាក់ល្មមពិនិត្យរួចហើយខ្ញុំក៏បានដើរចេញទៅក្រៅបន្ទប់រួចខ្ញុំក៏បានសួរអ្នកគ្រូពេទ្យថាអ្នកគ្រូស្ថានភាពម៉ាក់ខ្ញុំមកមិនហើយពេលនោះអ្នកគ្រូពេទ្យនោះក៏បានប្រាប់ថាកម្ដៅគាត់ចុះត្រជាក់បានច្រើនហើយតែគាត់ស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់ឡើយទេចាំមើលបន្តិចទៀតចាំខ្ញុំឲ្យគេមកជួសឈាមគាត់ដើម្បីពិនិត្យមើលម្ដងទៀតពេលហ្នឹងខ្ញុំក៏ឆ្លៀតសួរគាត់បន្ថែមថាចុះបើឧទាហរណ៍ថាផ្លាកែតរបស់គាត់ឡើងវិញតើប្រហែលថ្ងៃទើបគាត់អាចចេញទៅវិញបានបើផ្លាកែតគាត់ឡើងវិញមានន័យថាអ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយយ៉ាងយូរនៅចាំតាមដានស្ថានភាពគាត់ពីថ្ងៃបន្ទាប់គឺគាត់អាចចេញទៅវិញបានហើយឬគាត់និយាយអញ្ចឹងហើយខ្ញុំក៏អរគុណអ្នកគ្រូពេទ្យនោះរួចគាត់ក៏បានលាខ្ញុំទៅមើលអ្នកជំងឺផ្សេងបាត់ទៅអញ្ចឹងបន្ទាប់ពីនិយាយជាមួយអ្នកគ្រូពេទ្យម្នាក់នោះហើយខ្ញុំក៏បានដើរចូលមកក្នុងវិញពេលដែលមកដល់ខ្ញុំក៏បានឃើញបង្រិនគាត់ក្រោកអញ្ចឹងខ្ញុំក៏បាននិយាយប្រាប់គាត់ថាបងយប់មិញទឹកផ្លែឈើខ្ញុំទុកនៅលើតុបង្រិនក៏ឆ្លើយថាអូបងឃើញហើយអរគុណច្រើនអូនហើយអស់ប្រមាណដែរខ្ញុំក៏តបគាត់ថាអូមិនអីទេបងមិនបាច់ឲ្យលុយខ្ញុំទេបងឯងញ៉ាំចុះឮខ្ញុំនិយាយបែបហ្នឹងគាត់ក៏អរគុណខ្ញុំហើយខ្ញុំក៏បានដើរមកមើលម៉ាក់បន្តមើលទៅមុខម៉ាក់ព្រឹកហ្នឹងស្រស់បោះជាម្សិលមិញឆ្ងាយណាស់ហើយខ្ញុំក៏សួរគាត់ថាម៉ាក់ឥឡូវឃ្លាននៅម៉ាក់ចង់ញ៉ាំអីចាំខ្ញុំចុះទៅទិញឲ្យបន្ទាប់មកម៉ាក់ក៏ប្រាប់ថាគាត់ចង់ញ៉ាំកាទៀវឬគាត់និយាយអញ្ចឹងខ្ញុំក៏បានចុះទៅទិញឲ្យគាត់នឹងរកទិញអីញ៉ាំខ្លួនឯងផងក្រោយពីចុះទៅក្រោមទិញអីហូបបានហើយខ្ញុំក៏បានឡើងមកលើវិញដើម្បីរៀបចំកាទៀវឲ្យម៉ាក់ពេលដែលឡើងមកលើបើកទ្វារចូលទៅក្នុងបន្ទប់ខ្ញុំក៏បានឃើញអ្នកគ្រូពេទ្យម្នាក់កំពុងតែពិនិត្យជំងឺឲ្យបង្រិនឃើញបែបហ្នឹងខ្ញុំក៏បានដើរហួសកន្លែងម៉ាក់ហើយក៏រៀបចំកាទៀវឲ្យគាត់អញ្ចឹងពេលដែលគ្រូពេទ្យម្នាក់នោះពិនិត្យបង្រិនរួចហើយគាត់ក៏បានប្រាប់ខ្ញុំថាបន្តិចទៀតពេទ្យនឹងមកជួសឈាមឲ្យមីងម្ដងទៀតដើម្បីពិនិត្យមើលផ្លាកែតថាឡើងឬក៏ចុះឬអ្នកគ្រូពេទ្យនិយាយអញ្ចឹងហើយខ្ញុំក៏ឆ្លើយបាទ
ហើយអ្នកគ្រូពេទ្យនោះក៏ចេញទៅបាត់ទៅកន្លងទៅបានបន្តិចក្រោយមកក៏មានគ្រូពេទ្យប្រុសម្នាក់បានចូលមកហើយក៏ជួយឈាមឲ្យម៉ាក់ហើយគាត់ក៏បានដើរទៅវិញបាត់ទៅការពិនិត្យលើកនេះរៀងយូរជាងលើកមុនដោយសារតែពេទ្យមកជួយឈាមតាំងពីម៉ោង 9 ព្រឹកមកទល់ម៉ោង 12 ជាងទៅហើយនៅតែមិនទាន់ឃើញពេទ្យហើយទៅស្ដាប់លទ្ធផលទៀតពេលនោះម៉ោង 12 ថ្ងៃត្រង់ដោយសារតែហូបបាយហើយខ្ញុំក៏មានអារម្មណ៍ថារៀងល្វើយដែរអញ្ចឹងខ្ញុំក៏បានដាក់ខ្លួនគេងបន្តិចដំបូងគិតតែគេងលេងទេតែដឹងអីគេងទៅក៏លក់មែនទែនហើយពេលដែលខ្ញុំគេងនោះខ្ញុំក៏បានយល់សប្តិឃើញថាខ្ញុំកំពុងតែនៅក្នុងបន្ទប់ក្នុងមន្ទីរពេទ្យនឹងដដែលទេប៉ុន្តែដល់ពេលមើលទៅកន្លែងក្រេបបង្រិនទៅខ្ញុំអត់បានឃើញបង្រិនទេដោយជំនួសមកវិញខ្ញុំបានឃើញអ៊ុំស្រីម្នាក់កំពុងតែគេងនៅលើក្រេនោះដោយសភាពរាងកាយគាត់ឡើងស្គមក្នុងយល់សប្តិនោះពេលដែលខ្ញុំអើតមើលទៅអ៊ុំស្រីម្នាក់នោះទៅស្រាប់តែគាត់បានក្រោកឡើងហើយគាត់បាននិយាយមកកាន់ខ្ញុំយ៉ាងចម្លែកថាល្ងាចមិញអ៊ំឃើញក្មួយឯងញ៉ាំកាទៀវឆាមើលទៅតំណងដល់ហើយអ៊ំចង់ញ៉ាំដែរក្មួយឯងអាចទិញឲ្យអ៊ំមួយចានបានអត់ឬគាត់និយាយបែបហ្នឹងខ្ញុំក៏គិតក្នុងចិត្តថាអ៊ំម្នាក់នេះមកពីណាក្រែងក្រេហ្នឹងជាក្រេរបស់បង្រិនតើពេលហ្នឹងខ្ញុំបានតែគិតទេតែក៏មិនបានសួរនាំគាត់អីដែរហើយដោយសារតែឃើញគាត់ជាមនុស្សចាស់ផងអញ្ចឹងខ្ញុំក៏បានតបទៅគាត់វិញថាបាទអ៊ំមានអីបើអ៊ំឃ្លានចាំខ្ញុំទិញឲ្យឮខ្ញុំនិយាយអញ្ចឹងហើយអ៊ំម្នាក់នោះក៏ញញឹមហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់និយាយគ្នាបានតែប៉ុណ្្នឹងខ្ញុំក៏ភ្ញាក់ដឹងខ្លួនឡើងវិញដោយសារតែឮសំឡេងម៉ាក់ដាស់ខ្ញុំភ្លាមខ្ញុំភ្ញាក់មកទាំងមមីមើរួចខ្ញុំក៏សួរម៉ាក់ថាម៉ាក់មានការអីមែនឮខ្ញុំសួរបែបហ្នឹងម៉ាក់ក៏និយាយមកកាន់ខ្ញុំថាម៉ាក់គ្មានការអីទេតែឃើញខ្លួនឯងគេងយូរពេកហ្នឹងបានម៉ាក់ដាស់អញ្ចឹងថាម៉េចខ្ញុំគេងយូរនិយាយបែបហ្នឹងហើយខ្ញុំក៏ទាញទូរស័ព្ទមកមើលម៉ោងដល់កម៉ោង 3 ហើយហ្នឹងអញ្ចឹងមានន័យថាខ្ញុំគេងឡើង 3 ម៉ោងក្រោយពីឃើញបែបហ្នឹងហើយខ្ញុំក៏បានក្រោកទៅបន្ទប់ទឹកដើម្បីលុបមុខចេញពេលដែលដើរទៅខ្ញុំក៏ឃើញបង្រិននេះកំពុងតែគេងជាធម្មតាឃើញបែបហ្នឹងខ្ញុំក៏គិតក្នុងចិត្តថាតាំងពីព្រលឹមមកដូចជាមិនឃើញបងប្អូនបង្រិនមកមើលគាត់សោះហើយស្ថានភាពជំងឺគាត់មើលទៅក៏មិនស្រាលប្រមាណដែរតែគិតបានតែគិតទេខ្ញុំក៏មិនបានទៅសួរនាំគាត់អីដែរខ្លាចតែពេលដែលខ្ញុំគេងមិញបងប្អូនគាត់មកមើលផងក៏មិនដឹងគិតហើយខ្ញុំក៏បានដើរទៅបន្ទប់ទឹកទៅលុបមុខហើយរួចរាល់ខ្ញុំក៏បានដើរមកកន្លែងម៉ាក់វិញហើយខ្ញុំក៏បានប្រាប់ម៉ាក់ពីអ្វីដែលខ្ញុំបានយល់សប្តិឃើញមុននឹងថាម៉ាក់ខ្ញុំគេងមិញខ្ញុំយល់សប្តិឃើញអ៊ុំស្រីម្នាក់គាត់បានមកសុំឲ្យខ្ញុំទិញកាទៀវឆាឲ្យគាត់ស្ដាប់ខ្ញុំនិយាយហើយម៉ាក់ក៏បាននិយាយថាមកពីកូនឯងនឹងហត់ពេកមិនដឹងបានយល់សប្តិអញ្ចឹងវាគ្មានស្អីទេកូនកុំគិតច្រើនពេកស្ដាប់ម៉ាក់និយាយអញ្ចឹងហើយខ្ញុំក៏ធ្វើហីតាមអ្វីដែលម៉ាក់ប្រាប់ទៅបន្ទាប់ពីនិយាយរឿងនឹងប្រាប់ម៉ាក់ហើយស្រាប់តែមានអ្នកគ្រូពេទ្យម្នាក់បានមកប្រាប់ខ្ញុំឲ្យចេញទៅជួបគាត់បន្តិចដើម្បីនិយាយពីលទ្ធផលតេស្តឈាមរបស់ម៉ាក់ពេលហ្នឹងអ្នកគ្រូពេទ្យនោះក៏បានប្រាប់ថាផ្លាកែរបស់ម៉ាក់ខ្ញុំគឺឡើងវិញហើយឮបែបហ្នឹងខ្ញុំសប្បាយចិត្តមែនទែនហើយគ្រូពេទ្យម្នាក់នោះក៏បានប្រាប់ទៀតថាទោះបីជាផ្លាកែគាត់ឡើងវិញមែនតែយើងត្រូវតាមដានគាត់បន្តទៀតសិនហើយស្អែកម៉ោង 10 ព្រឹកត្រូវជូនគាត់ទៅជួបពេទ្យធំដើម្បីពិនិត្យម្ដងទៀតស្ដាប់គាត់និយាយអញ្ចឹងហើយខ្ញុំក៏អរគុណរួចខ្ញុំក៏ដើរចូលមកក្នុងបន្ទប់វិញនៅក្នុងថ្ងៃដដែលហ្នឹងនៅម៉ោងប្រហែលជា6ល្ងាចខ្ញុំក៏បានចុះទៅក្រោមដើម្បីទិញបាយហូបហើយពេលដែលចុះទៅហ្នឹងខ្ញុំមិនបានសួរបង្រិនតែគាត់ចង់ញ៉ាំអីទេតែក្នុងចិត្តខ្ញុំបានគិតរួចហើយថាខ្ញុំនឹងទិញទឹកផ្លែឈើផ្ញើគាត់អញ្ចឹងពេលដែលទិញហើយរួចរាល់ខ្ញុំក៏បានដើរមកក្នុងមន្ទីរពេទ្យវិញចូលមកដល់ក្នុងបន្ទប់ខ្ញុំក៏បានឃើញបង្រិនគេងលក់បាត់ទៅហើយអញ្ចឹងខ្ញុំក៏បានយកទឹកផ្លែឈើនោះទៅដាក់នៅលើតុក្បែរក្រេរបស់គាត់ដូចម្សិលមិញអញ្ចឹងបន្ទាប់ពីដាក់ហើយខ្ញុំក៏មករៀបបាយឲ្យម៉ាក់ញ៉ាំកំពុងតែញ៉ាំស្រាប់តែខ្ញុំបានឮសំឡេងបង្រិននិយាយតិចមកថាសាន់បានម្ហូបអីល្ងាចហ្នឹងបងដូចជាឈ្ងុយដល់ហើយឮសំឡេងសួរបែបហ្នឹងខ្ញុំក៏ងាកទៅក្រោយមើលក៏ឃើញបង្រិនកំពុងតែឈរនៅក្បែរវាំងននបាំងបន្ទប់មុខគាត់ឡើងស្លេកហើយញញឹមមករកខ្ញុំទាំងគ្មានកម្លាំងនៅក្នុងខ្លួនពេលងាកទៅឃើញគាត់បែបហ្នឹង
ខ្ញុំក៏បានឆ្លើយគួរសមថាអូនេះបងឆាខ្ញីហើយនឹងខមកបងមកញ៉ាំជុំគ្នាមកឮខ្ញុំហៅបែបហ្នឹងគាត់មិនបានតបខ្ញុំទេគាត់គ្រាន់តែញញឹមហើយក៏ដើរសម្ដៅទៅបន្ទប់ទឹកបាត់ទៅដល់ពេលឃើញគាត់ទៅបែបហ្នឹងខ្ញុំក៏រៀបញ៉ាំបាយបន្តពេលដែលកំពុងញ៉ាំបន្តហ្នឹងខ្ញុំក៏បាននឹកឃើញថាផ្លេចទិញកាទៀវឆាសែនឲ្យអ៊ំនោះបាត់ហើយហ្នឹងតិចយប់នឹងគាត់មករោទៅទេមិនអីទេគ្រាន់តែជាកាយសពកុំគិតច្រើនពេកពេលដែលគិតបែបហ្នឹងហើយខ្ញុំក៏បានឃើញបង្រិនគាត់ដើរមកវិញរួចខ្ញុំក៏បានប្រាប់គាត់ថាបងខ្ញុំទិញទឹកផ្លែឈើឲ្យបងឯងខ្ញុំទុកនៅលើតុឮខ្ញុំនិយាយអញ្ចឹងគាត់ក៏អរគុណហើយគាត់ក៏បានឡើងទៅលើគ្រែគេងវិញទៅចំណែកឯខ្ញុំនៅហូបបាយបន្តហូបហើយរួចរាល់ខ្ញុំក៏បានប្រមូលសម្រាមយកទៅចោលនៅខាងក្រោមចោលហើយឡើងមកវិញខ្ញុំបានទាញទូរស័ព្ទមកអង្គុយលេងហ្គេមបន្តិចព្រោះតែខានបើក2ថ្ងៃហើយត្រូវធ្វើថាយក skin collector ផងពេលហ្នឹងខ្ញុំលេងហ្គេមតាំងពីហូបបាយហើយរហូតដល់ម៉ោង 12 កន្លះយប់ខ្ញុំក៏បានបិទហ្គេមចោលព្រោះតែចាញ់ពេកបន្ទាប់មកខ្ញុំក៏បានយកកាសមកដាក់នៅត្រចៀកដើម្បីស្ដាប់ចម្រៀងហើយក៏សង្ងំគេងបាត់ទៅនៅក្នុងយប់ដដែលហ្នឹងពេលដែលគេងខ្ញុំបានយល់សពចម្លែកមួយទៀតដោយការដែលយល់សពនោះដូចអ្វីដែលខ្ញុំបានយល់សពកាលពីថ្ងៃអញ្ចឹងដោយខ្ញុំបានឃើញខ្លួនឯងនេះស្ថិតនៅក្នុងបន្ទប់ដែលកំពុងតែគេងហ្នឹងហើយខ្ញុំបានឃើញអ៊ំស្រីម្នាក់នោះម្ដងទៀតដោយខ្ញុំបានឃើញគាត់ដើរយឺតពីគ្រែបង្រិនសម្ដៅមករកខ្ញុំពេលហ្នឹងខ្ញុំបើកភ្នែកឃើញគាត់តែខ្ញុំអត់បានក្រោកអង្គុយទេដំបូងឡើយអ៊ំស្រីម្នាក់ហ្នឹងដើរយឺតមួយទេតែដល់ពេលគាត់ដើរមកគៀកខ្ញុំស្រាប់តែគាត់លោតមកលើខ្ញុំតែម្ដងហើយគាត់ក៏បាននិយាយទាំងកំហឹងថាណាកាទៀវឆាអញមិនបានឯងកុហកអញពេលហ្នឹងខ្ញុំរើផងស្រែកផងថាខ្ញុំសុំទោសផងអ៊ំអើយខ្ញុំភ្លេចទិញឲ្យខ្ញុំស្អាតខ្ញុំទិញឲ្យតែទោះបីជាខ្ញុំខំស្រែកអង្វរគាត់យ៉ាងណាក៏អ៊ំស្រីម្នាក់នោះនៅតែសង្កត់ខ្ញុំខ្លាំងទៅរហូតដល់ខ្ញុំបានដឹងខ្លួនវិញពេលដែលដឹងខ្លួនមកវិញហ្នឹងខ្ញុំក៏បានក្រោកអង្គុយដកដង្ហើមទាំងហត់និងបែកញើសឡើងចូលខ្លួនពេលហ្នឹងខ្ញុំក៏មើលជុំវិញខ្លួនទៅក៏ឃើញថាបន្ទប់បិទភ្លើងគ្មានឃើញអ៊ំចម្លែកម្នាក់នោះទេប៉ុន្តែពេលនោះខ្ញុំក៏ចាប់ផ្ដើមឮសំឡេងពីគ្រែបង្រិនមកដូចជាមាននរណាកំពុងតែចុះមកពីលើគ្រែភ្លាមខ្ញុំក៏បានដាក់ខ្លួនដេកទៅវិញធ្វើជាដេកលក់ហើយក៏លួចបើកភ្នែកព្រឹមមើលទៅវាំងនោនគ្រែបង្រិនទៅស្រាប់តែពេលនោះខ្ញុំក៏ឃើញសមោមនុស្សម្នាក់បានដើរចេញមកហើយឈរនៅទន្ទឹមនឹងវាំងនោនតែម្ដងឃើញបែបហ្នឹងខ្ញុំភ័យណាស់ហើយខ្ញុំក៏គិតថាតិចអ៊ំស្រីម្នាក់នោះទៅគិតមិនតាន់បានប្រមាណផងស្រាប់តែខ្ញុំបានឮសំឡេងមួយបាននិយាយថាអាណាកាទៀវឆាអញគ្រាន់តែឮអញ្ចឹងភ្លាមខ្ញុំភ័យណាស់ហើយខ្ញុំក៏ភ្ញាក់ដឹងខ្លួនម្ដងទៀតមើលជុំវិញខ្លួនទៅក៏ឃើញថាមេឃភ្លឺបាត់ទៅហើយពេលនឹងហើយទើបខ្ញុំដឹងថាតាមពិតខ្ញុំយល់សពសោះហើយមិនមែនយល់សពធម្មតាណាលោកលេងសុទ្ធតែយល់សពពីរតង់អញ្ចឹងហ្មងអញ្ចឹងពេលដែលឃើញថាមេឃភ្លឺបែបហ្នឹងហើយខ្ញុំក៏បានទាញទូរស័ព្ទមើលម៉ោងទៅក៏ឃើញថាម៉ោង 6 ព្រឹកបាត់ទៅហើយអញ្ចឹងមិនបង្អង់យូរទេដោយសារតែព្រឹកហ្នឹងម៉ាក់ត្រូវទៅជួបពេទ្យធំនៅម៉ោង 10 ផងអញ្ចឹងខ្ញុំក៏បានរុះរាន់ទៅបន្ទប់ទឹកហើយក៏បញ្ញាប់រៀបចំងូតទឹកព្រោះតែខ្លួនខ្ញុំគេងយប់មិញបែកញើសឡើងចូលខ្លួនក្រោយពីងូតទឹកហើយរួចរាល់ពេលដែលចេញមកវិញខ្ញុំក៏បានមើលទៅបង្រិនទៅក៏ឃើញថាគាត់នៅគេងមិនទាន់ភ្ញាក់នៅឡើយទេអញ្ចឹងពេលហ្នឹងខ្ញុំក៏បានរៀបចំចុះទៅក្រោមដើម្បីទៅទិញអីញ៉ាំហើយលើកនេះក៏មិនភ្លេចរឿងកាទៀវឆានោះទៀតដែរក្រោយពីទិញអីញ៉ាំបានហើយខ្ញុំក៏បានឡើងមកវិញរួចខ្ញុំក៏បានយកកាទៀវឆាមួយថង់ដាក់នៅគីនជាងក្បែរបង្អួចហើយខ្ញុំក៏ហូបបាយរបស់ខ្ញុំហូបរួចរាល់ហើយអង្គុយលេងបន្តិចភ្លេចខ្លួនម៉ោង 10 ល្មមអញ្ចឹងខ្ញុំក៏បាននាំម៉ាក់ចុះទៅក្រោមពេលដែលចេញទៅហ្នឹងខ្ញុំក៏បានមើលទៅកាន់បង្រិនដែរប៉ុន្តែគាត់មិនទាន់ក្រោកសោះដូចជាគេងយូរខុសធម្មតាព្រឹកហ្នឹងតែខ្ញុំមិនបានចាប់អារម្មណ៍ច្រើនដែរព្រោះគិតថាគាត់អស់កម្លាំងអីហើយបានជាគេងយូរបែបហ្នឹងចូលមកដល់ក្រោមពេលនោះដោយសារតែមានអ្នកជំងឺច្រើនខ្ញុំត្រូវនៅតម្រង់ជួរនឹងគេដើម្បីរងចាំជួបពេទ្យធំពេលនោះចាំរៀងយូរគួរសមដែរតែគ្រាន់តែកន្លែងគេឲ្យចាំហ្នឹងគេមានជាម៉ាស៊ីនត្រជាក់អញ្ចឹងហើយមិនជាបញ្ហានោះទេ
ចាំតាំងពីម៉ោង10រហូតដល់ម៉ោង1ទីបំផុតក៏ដល់ឈ្មោះម៉ាក់ហើយគេក៏បានឲ្យគាត់ចូលទៅដល់ពេលនោះគេឲ្យតែអ្នកជំងឺចូលទៅទេចំណែកឯខ្ញុំនៅចាំនៅខាងក្រៅចាំបានប្រហែលជា30នាទីក្រោយមកម៉ាក់ក៏បានចេញមកវិញហើយគាត់ក៏បាននិយាយប្រាប់ខ្ញុំថាស្អែកពេលគេឲ្យយើងចេញទៅវិញហើយឬគាត់និយាយអញ្ចឹងហើយខ្ញុំសប្បាយចិត្តមែនទែនអញ្ចឹងដល់ឃើញថាពេលហ្នឹងមេឃមិនសូវក្តៅខ្ញុំនិងម៉ាក់ក៏មិនតឡើងទៅវិញភ្លាមទេដល់ពេលនោះពួកយើងបានទៅរកញ៉ាំអីនៅខាងក្រៅបន្ទាប់មកក៏ដើរមើលសួនជុំវិញមន្ទីរពេទ្យគេរៀងយូរគួរសមដែររហូតដល់ម៉ោង3បានពួកយើងឡើងទៅវិញពេលដែលឡើងទៅដល់បន្ទប់ភ្លាមខ្ញុំក៏ចាប់អារម្មណ៍រឿងចម្លែកមួយភ្លាមនោះគឺថាវាំងនូនដែលបាំងក្រេម៉ាក់ហើយនឹងក្រេបង្រិនគឺបានបើកចំហហើយខ្ញុំមិនបានឃើញបង្រិននៅទីនោះទៀតទេពេលហ្នឹងខ្ញុំបានដើរអាតមើលក្នុងបន្ទប់ទឹកដែរខ្លាចតែគាត់ចូលទៅក្នុងបន្ទប់ទឹកណាតែនៅតែរកគាត់មិនឃើញមិនដឹងជាគាត់ទៅណាដល់កលេចមើលទៅកាទៀវឆាដែលខ្ញុំដាក់នៅក្បែរបង្អួចកាលពីព្រឹកក៏បាត់មិនដឹងទៅណាឬមួយមីងអនាម័យគាត់យកចោលពេលហ្នឹងខ្ញុំមិនបានខ្វល់រឿងកាទៀវឆានោះច្រើនទេចំណែករឿងបង្រិនវិញចាំពេលពេទ្យយកថ្នាំមកឲ្យម៉ាក់ចាំសួរគាត់ក៏បានដែរអញ្ចឹងពេលហ្នឹងម៉ាក់ក៏បានឡើងទៅសម្រាប់នៅលើក្រេហើយខ្ញុំក៏បានឆាតទៅបងប្រុសដោយប្រាប់គាត់ថាស្អែកពេទ្យឲ្យម៉ាក់ចេញទៅវិញហើយអញ្ចឹងហើយចាំព្រឹកចាំឲ្យគាត់មកយកខ្ញុំហើយនឹងម៉ាក់ផងក្រោយពីប្រាប់បងខ្ញុំរួចរាល់ហើយខ្ញុំក៏រំលែកខ្លួនគេងបានមួយផ្លេតភ្ញាក់ឡើងម៉ោង5ខ្ញុំក៏ឃើញអ្នកគ្រូពេទ្យម្នាក់យកថ្នាំមកឲ្យម៉ាក់ពេលហ្នឹងខ្ញុំក៏បានសួរអ្នកគ្រូពេទ្យម្នាក់នោះថាអ្នកគ្រូបងប្រុសដែលគេនៅលើក្រេមួយនោះគាត់តាណាហើយគាត់ដូរបន្ទប់មែនពេលលើខ្ញុំសួរបែបហ្នឹងអ្នកគ្រូពេទ្យម្នាក់នោះក៏ឆ្លើយថាដោយសារតែគាត់ចូលវេនថ្ងៃម៉ោង4ទៅហើយអញ្ចឹងគាត់មិនបានដឹងទេតើទៅសួរពេទ្យប្រចាំការតែម្ដងមិនគេដឹងដល់សួរអ្នកគ្រូពេទ្យម្នាក់នោះគាត់ថាមិនដឹងបែបហ្នឹងខ្ញុំក៏មិនបានសួរដេញដោលអីទៀតដែរអញ្ចឹងបន្ទាប់ពីគាត់បានឲ្យថ្នាំម៉ាក់ហើយមកស្ទុះក្រោយមកខាងពេទ្យក៏បានយកបាយមកឲ្យអ្នកជំងឺហើយខ្ញុំក៏បានឲ្យម៉ាក់ញ៉ាំទៅព្រោះតែគាត់ត្រូវលេបថ្នាំចំណែកឯខ្ញុំដែលសារតែហូបបាយថ្ងៃមិញរៀងច្រើនដែរអញ្ចឹងហើយទើបមិនសូវឃ្លានទេអញ្ចឹងពេលហ្នឹងពេលដែលម៉ាក់ញ៉ាំបាយហើយគាត់ក៏សម្រាកហើយខ្ញុំក៏លេងហ្គេមបន្តលេងរហូតដល់ម៉ោងប្រហែលជា9ជាងពួកខ្ញុំក៏ចាប់ដើមគោគ្រូអាយ៉ាថាមិនឃ្លានទេឥឡូវឃ្លានបាត់ហើយខ្ញុំមានទម្លាប់អាក្រក់មួយបើថាឃ្លានពេលណាគឺត្រូវតែហូបពេលហ្នឹងឲ្យបានបើមិនបានហូបទេខ្ញុំប្រកាសជាដេកមិនលក់ឡើយអញ្ចឹងហើយការពីការគេងមិនលក់ខ្ញុំក៏បានសម្រេចចិត្តចុះទៅក្រោមដើម្បីទិញអីញ៉ាំហើយពេលដែលចុះទៅហ្នឹងខ្ញុំមិនបានប្រាប់ម៉ាក់ទេព្រោះតែគាត់គេងលក់បាត់ទៅហើយពេលដែលចុះទៅដោយសារតែឃើញចដាប្រអប់តនេខ្ញុំក៏បានចុះតាមចដាប្រអប់ទៅគ្រាន់តែចុះទៅដល់ក្រោមទ្វារចដាបើកភ្លាមស្រាប់តែខ្ញុំបានឃើញពេទ្យ6 7នាក់កំពុងតែអូសអ្នកជំងឺប្រហែលជា4 5នាក់ចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ពេលហ្នឹងខ្ញុំក៏មិនភ្ញាក់ផ្អើលអីដែរព្រោះជារឿងធម្មតាទៅហើយនៅមន្ទីរពេទ្យអញ្ចឹងខ្ញុំក៏ដើរបន្តចេញទៅក្រៅចេញផុតពីទ្វារនោះទៅខ្ញុំក៏បានដើរទៅដល់ផ្លូវដែលមានដើមឈើសងខាងស្រាប់តែពេលនោះខ្ញុំបានឃើញមនុស្សប្រុសចម្លែក5នាក់កំពុងតែឈរនៅក្រោមដើមឈើទាំងនោះដោយសភាពពួកគាត់មើលទៅដូចជាប្រឡាក់ដីមុខមាត់ដាច់រលាត់ចេញឈាមហើយកៅអៅក៏លហែកនិងមានរបួសខ្លះដែរដែលមើលទៅពួកគាត់ដូចជាទើបតែគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងឃើញអញ្ចឹងហើយខ្ញុំក៏ឆ្ងល់ថាហាមិនបានមកដល់ពេលដែរនៅឈរអញ្ចឹងមិនបញ្ចូលទៅឲ្យពេទ្យលាងរបួសទៅតែពេលហ្នឹងខ្ញុំបានតែឆ្ងល់ទេខ្ញុំមិនហ៊ានទៅនិយាយទៅកាន់ពួកគាត់ឡើយហើយខ្ញុំក៏ដើរហួសចេញទៅក្រៅទៅពេលទៅដល់ក្រៅខ្ញុំក៏បានទៅហូបមីឆានៅកន្លែងដែលខ្ញុំទិញរាល់ថ្ងៃហូបហើយខ្ញុំក៏បានកិតលុយរួចក៏ដើរត្រឡប់មកវិញពេលដែលដើរមកវិញហ្នឹងខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះតែអ្នកដែលខ្ញុំបានឃើញមុននឹងតាំងប្រហែលនាក់គឺថាពួកគាត់នៅតែឈរកន្លែងនឹងដដែលហើយពួកគាត់នៅឈរថ្មឹងដូចរូបចម្លាក់អញ្ចឹងហើយអ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនស្រួលនឹងពួកគាត់នោះគឺថាអាពេលដែលខ្ញុំដើរកាត់ពួកគាត់ហ្នឹងភ្នែករបស់ពួកគាត់ទាំងប្រហែលនាក់ហ្នឹងគឺគាត់សម្លឹងមករកខ្ញុំទាំងអស់គ្នាតែម្ដងតែខ្ញុំមកពេលហ្នឹងមិនហ៊ានមើលមុខពួកគាត់វិញទេហើយសំខាន់ណាស់ពេលដែលដើរកាត់ពួកគាត់ហ្នឹងខ្ញុំមានអារម្មណ៍ថាធំក្លិនឆ្អាបឈាមខ្លាំងមែនទែនអញ្ចឹងពេលដែលខ្ញុំដើរហួសពួកគាត់បានបន្តិចស្រាប់តែមានម្នាក់ក្នុងចំណោម5នាក់នោះបានស្រែកសួរខ្ញុំថា
ai mơ bụi dương khơi mến còn ta lương chọn hào yoខ្ញុំភ័យណាស់ខ្ញុំអត់ហ៊ានងាកក្រោយមើលទេហើយខ្ញុំក៏ប្រញាប់ដើរយ៉ាងលឿនហើយព្យាយាមធ្វើដូចមិនដឹងអីទាំងអស់ពេលហ្នឹងខ្ញុំបានដើរបន្តរហូតទៅដល់ទ្វារចូលស្រាប់តែខ្ញុំមានអារម្មណ៍ថាដូចជាមានអ្នកដើរតាមមកពីក្រោយតែខ្ញុំអត់ហ៊ានងាកក្រោយមើលទេខ្ញុំបានដើរយ៉ាងលឿនចូលទៅក្នុងចតាយន្តហើយខ្ញុំក៏បានចុចបេតុងឡើងទៅជាន់ខាងលើទៅគ្រាន់តែចូលទៅក្នុងចតាយន្តភ្លាមបេះដូងខ្ញុំចាប់ដើមលោតញាប់ខុសធម្មតាហើយខ្ញុំមានអារម្មណ៍តែខ្លាចណាស់តែពេលហ្នឹងខ្ញុំក៏បានលួងចិត្តខ្លួនឯងថាបរមម្នាក់ហ្នឹងនៅក្រៅមិនហ៊ានឡើងមកទេបើសិនជាគាត់ឡើងមកតាមមែនណាច្បាស់ជាខ្ញុំនេះធំក្លិនឆ្អាបឈាមហើយអញ្ចឹងក្រោយពីគិតលួងខ្លួនឯងបែបហ្នឹងហើយទ្វារចតាយន្តក៏បើកហើយខ្ញុំក៏បានចូលទៅក្នុងបន្ទប់ពេលដែលឡើងមកដល់បន្ទប់វិញភ្លាមខ្ញុំក៏ភ្ញាក់ម្ដងទៀតដោយសារតែបើកទ្វារទៅខ្ញុំបានឃើញបង្រិនកំពុងតែគេងនៅលើគ្រែគាត់វិញពេលដែលឃើញខ្ញុំដើរចូលអញ្ចឹងគាត់ក៏បានញញឹមដាក់ខ្ញុំតែពួកយើងមិនបាននិយាយអីទេដោយសារតែរៀងយប់ផងហើយពេលដែលគាត់ញញឹមដាក់ខ្ញុំរួចគាត់ក៏បានដាក់ខ្លួនសង្ងំគេងបាត់ទៅឃើញគាត់គេងអញ្ចឹងខ្ញុំក៏បានទៅទាញវាំងនូនបិទហើយខ្ញុំក៏មិនតាន់គេងទេដែលនៅក្នុងចិត្តខ្ញុំនៅសួរខ្លួនឯងថាបរិសុទ្ធទាំង5នាក់ដែលខ្ញុំបានឃើញមុនហ្នឹងគឺជាមនុស្សឬជាខ្មោចគិតបែបហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមខ្លាចកាន់តែខ្លាំងអញ្ចឹងដើម្បីបន្លប់ខ្ញុំក៏បានលេងហ្គេមពីរវគ្គក្រោយពីលេងហ្គេមចាញ់នឹងស្ពឹកមុខហើយខ្មោចអីក៏ខ្ញុំលេងនឹកនាដែរអញ្ចឹងខ្ញុំក៏បានបិទទូរស័ព្ទហើយក៏សង្ងំគេងបាត់ទៅយប់នោះខ្ញុំរៀងខ្លាចដែរតែខ្ញុំគេងលក់ស្រួលណាស់ហើយខ្ញុំក៏មិនបានយល់សពឃើញអ៊ំស្រីចម្លែកម្នាក់នោះទៀតដែរលក់ដល់ព្រឹកឡើងខ្ញុំក៏បានក្រោកនៅម៉ោង6ធម្មតាពេលដែលក្រោកឡើងខ្ញុំបានមើលទៅចំហៀងទៅក៏ឃើញវាំងនូនខាងក្រែហ្នឹងបានបើកចំហហើយអ្វីដែលសំខាន់ណាខ្ញុំអត់បានឃើញបង្រិននៅលើក្រែទេដែលនៅលើក្រែគឺទទេគ្មានភួយគ្មានខ្នើយនោះឡើយពីម្សិលមិញយ៉ាងម៉េចគឺវាបែបហ្នឹងដល់បាត់បង្រិនបែបហ្នឹងខ្ញុំក៏បានសួរម៉ាក់ខ្ញុំថាម៉ាក់បង្រិនតាណាទៀតហើយឮខ្ញុំសួរបែបហ្នឹងម៉ាក់ក៏ឆ្លើយថាមានរិនណាទៀតកូនក្រែងគាត់ចេញតាំងពីម្សិលហើយតាម្សិលមិញហ្នឹងក៏ទៅហើយតែជប់មិញខ្ញុំឃើញគាត់មកវិញហើយតាមិនបានព្រឹកឡើងបាត់គាត់ទៀតអញ្ចឹងកូនឯងច្រឡំទេអីយប់មិញម៉ាក់ក្រោកបាត់ជើងគ្មានឃើញអ្នកណាទេក្រែទំនេរតាំងពីល្ងាចគ្មានអ្នកណាមកគេងទេកូនអត់ទេម៉ាក់យប់មិញខ្ញុំឃើញគាត់ច្បាស់ណាស់ហើយខ្ញុំទាញវាំងនូនបិទទៀតហើយមិនបានព្រឹកឡើងវាំងនូនបើកវិញអញ្ចឹងកូនឯងច្រឡំហើយកូនឯងច្រឡំហើយយប់មិញម៉ាក់ក្រោកមិនឃើញទាំងមនុស្សហើយវាំងនូនក៏មិនបានបើកដែរឮម៉ាក់ខ្ញុំនិយាយអញ្ចឹងហើយខ្ញុំក៏ស្ងាត់ឈប់បកាយជាមួយគាត់ទៀតរួចខ្ញុំក៏ចាប់ដើមឆ្ងល់ថាមិនតែជាអញ្ចឹងវិញបានបើយប់មិញខ្ញុំឃើញគាត់ច្បាស់ណាស់ហើយគាត់ថែមទាំងញញឹមដាក់ខ្ញុំទៀតពេលហ្នឹងខ្ញុំក៏បានក្រោកដើរទៅបន្ទប់ទឹកទាំងឆ្ងល់ផងអីផងដល់ចេញពីបន្ទប់ទឹកវិញខ្ញុំក៏បានរៀបចំកៅអៅនិងសម្ភារៈដើម្បីទៅផ្ទះរៀបបានមកសតូម៉ោងប្រហែលជា7ក៏មានអ្នកគ្រូពេទ្យម្នាក់បានចូលមកវាស់សម្ពាធឈាមឲ្យម៉ាក់ហើយអ្នកគ្រូពេទ្យដែលចូលមកលើកនេះគឺជាអ្នកគ្រូពេទ្យដែលមើលថែម៉ាក់ខ្ញុំតាំងពីថ្ងៃដំបូងអញ្ចឹងឆ្លៀតពេលដែលគាត់កំពុងតែវាស់សម្ពាធឈាមហ្នឹងខ្ញុំក៏បានឆ្លៀតឱកាសសួរគាត់ថាអ្នកគ្រូមានដឹងអ្នកជំងឺនៅលើក្រែហ្នឹងតាណាអត់លើខ្ញុំសួរបែបហ្នឹងអ្នកគ្រូនោះក៏បាននិយាយថាហាបងឯងអត់ដឹងថាអ្នកជំងឺនៅលើក្រែហ្នឹងស្លាប់អីចុះថាម៉េចស្លាប់ពីអង្ការពេទ្យនោះក៏បានតបថាគាត់ស្លាប់ពីម្សិលមិញប្រហែលជាម៉ោង12ហើយគេបានដឹកគាត់ចេញតាំងពីម៉ោង1ថ្ងៃមកម្ល៉េះពេលនោះខ្ញុំនៅតែមិនអស់ចិត្តទេហើយខ្ញុំក៏សួរបញ្ជាក់ពេទ្យនោះម្ដងទៀតថាអ្នកគ្រូនិយាយលេងឬក៏និយាយមែនឮខ្ញុំសួរអញ្ចឹងពេទ្យនោះក៏តបថាខ្ញុំជាពេទ្យខ្ញុំមិនយកអាយុជីវិតអ្នកជំងឺមកលេងសើចទេគ្រាន់តែឮគាត់និយាយបញ្ជាក់អញ្ចឹងហើយខ្ញុំប្រហោងពោះថ្លុងហ្មងហើយខ្ញុំក៏គិតក្នុងចិត្តថាចុះបង្រិនដែលខ្ញុំជួបការប្រយុទ្ធមិញហ្នឹងជានរណាវិញអញ្ចឹងពេលហ្នឹងខ្លាចក៏ខ្លាចហើយឆ្ងល់ក៏ឆ្ងល់ដែរតែមិនអីទេដោយសារតែថ្ងៃហ្នឹងខ្ញុំនឹងម៉ាក់ត្រូវរើអីវ៉ាន់ចេញទៅវិញហើយអញ្ចឹងពេលដែលអ្នកគ្រូវាស់សម្ពាធឈាមឲ្យម៉ាក់ហើយគាត់ក៏បានប្រាប់ខ្ញុំថាបងអាចទូទាត់ថ្លៃមន្ទីរពេទ្យនៅខាងក្រោមហើយមីងអាចចេញទៅវិញបានហើយក្រោយពីឮអ្នកគ្រូពេទ្យនិយាយអញ្ចឹងហើយមិនបង្អង់យូរទេខ្ញុំនិងម៉ាក់បានរៀបចំអីវ៉ាន់ហើយរួចរាល់ក៏រៀបចំចុះទៅក្រោមចុះមកដល់ក្រោមម៉ាក់ក៏បានទៅអង្គុយនៅកន្លែងមួយហើយខ្ញុំក៏បានដើរទៅគិតលុយដល់ពេលដែលកំពុងតែឈោហ្នឹង
ខ្ញុំបានលើអ្នកដែលអង្គុយនៅខាងក្រោយខ្ញុំនិយាយពីរឿងគ្រោះថ្នាក់ចរាចរណ៍ឡានបុករទេះកម្មករសំណង5នាក់កាលពីល្ងាចមិញដោយពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរតែជាអកុសលពេលដែលដឹកពួកគេមកដល់មន្ទីរពេទ្យពួកគេក៏បានស្លាប់ទាំងអស់គ្នាតែម្ដងដោយសារតែអ្នកខ្លះខ្វះឈាមច្រើនហើយអ្នកខ្លះទៀតប៉ះទង្គិចក្បាលខ្លាំងពេកឮបែបនឹងភ្លាមខ្ញុំក៏បានដើរទៅសួរពីហេតុការណ៍ដែលបានកើតឡើងដោយអ្នកទាំងនោះបាននិយាយប្រាប់ខ្ញុំថាដោយពួកគាត់ទាំង5នាក់ហ្នឹងភ្លាមមិនទាន់ស្លាប់ទេតែពេលដែលគេបញ្ជូនគាត់មកដល់ពេទ្យបានមកស្ទុះក្រោយមកពួកគាត់ក៏បានស្លាប់ទាំងអស់គ្នាតែម្ដងពេលដែលបានដឹងរឿងនឹងហើយខ្ញុំក៏គិតថាអញ្ចឹងយប់មិញខ្ញុំត្រូវខ្មោចលង2តង់អត់ចាំយូរទៀតទេពេលដែលគិតលុយហើយខ្ញុំនិងម៉ាក់ក៏បានចេញទៅចាំបងប្រុសនៅខាងក្រៅចាំរហូតដល់គាត់មកដល់ពួកយើងក៏នាំគ្នាជិះត្រឡប់ទៅផ្ទះវិញពេលដែលមកដល់ផ្ទះវិញភ្លាមខ្ញុំមិនទាន់បានយករឿងដែលបានកើតឡើងក្នុងមន្ទីរពេទ្យហ្នឹងនិយាយប្រាប់ម៉ាក់ឲ្យបានដឹងទេប៉ុន្តែការដែលខ្ញុំលាក់ទុកនោះពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំចេះតែបន្តគេងមិនលក់សោះហើយចិត្តនេះចេះតែសម័យឃើញខ្មោចអ៊ុំស្រីនិងខ្មោចបង្រិនរហូតហើយកន្លងទៅបានមួយសប្តាហ៍ក្រោយការដែលខ្ញុំគេងមិនលក់នោះក៏ធ្វើឲ្យភ្នែកខ្ញុំឡើងខ្មៅដូចផេនដាហើយរាងកាយខ្ញុំឡើងបាក់ចង់ធ្លាក់ខ្លួនឈឺណាដល់ឃើញអាការៈខ្ញុំចម្លែកបែបហ្នឹងម៉ាក់ក៏បានមកសួរខ្ញុំថាកូនឯងកើតអីកូនឯងឈឺមែនឬម៉ាក់សួរបែបហ្នឹងខ្ញុំក៏បាននិយាយប្រាប់គាត់ថាខ្ញុំមិនដឹងមិនទេម៉ាក់អើយតាំងពីមកពីមន្ទីរពេទ្យនឹងមកខ្ញុំចេះតែគេងមិនលក់សោះហើយចេះតែសម័យឃើញខ្មោចបង្រិនរហូតឬខ្ញុំនិយាយបែបហ្នឹងហើយម៉ាក់ខ្ញុំក៏បាននិយាយថាសង្ស័យតែគាត់ចង់មកសុំបន់ពីកូនឯងខ្លះហើយមើលទៅមិនទេចាំស្អែកចាំទៅវត្តជាមួយម៉ាក់លុះដល់ស្អែកឡើងគាត់ជួនគឺជាថ្ងៃសៅរ៍ស្រាប់អញ្ចឹងម៉ាក់ក៏បាននាំខ្ញុំទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃដើម្បីឧទ្ទិសផលបុណ្យដល់វិញ្ញាណដែលខ្ញុំតែងតែនឹកឃើញនោះហើយបន្ទាប់មកទៀតម៉ាក់ក៏បាននាំខ្ញុំទៅស្រោចទឹកចេញដែរហើយមានអីក្រោយពីធ្វើបុណ្យនិងបានស្រោចទឹកហើយរួចរាល់នៅថ្ងៃបន្ទាប់ទៀតខ្ញុំគេងលក់ស្រួលធម្មតាហើយតទៅមុខខ្ញុំក៏មិនដែលបានជួបរឿងអីទៀតដែរហើយនេះគឺជាហេតុការណ៍ដ៏គួរឲ្យខ្លាចបំផុតដែលខ្ញុំបានជួបនៅក្នុងមន្ទីរពេទ្យនោះ